ok បន្តមកទៀតបងប្អូនចុចនៅលើពាក្យថា PayPal មកនេះអញ្ចឹងបងប្អូនយើងធ្វើការបញ្ចូលមកតែនេះណាធ្វើការបញ្ចូល account ហ្នឹងគឺជា Gmail យើងនឹងឯងបាទនេះ account គេដាក់ថា account អញ្ចឹងយើងធ្វើការចុចចូលមកក្នុងតំណែងមកនេះអញ្ចឹងយើងអាចបាយបញ្ចូលបាននេះបាទយើងទៅ copy មក copy ឬក៏យើងទៅ save ឲ្យត្រូវណានេះយើងទៅ save មកតាមនឹងមកនេះតាម Gmail PayPal របស់បងប្អូនយើងមកបាទ save ត្រូវមកតមកទៀតធ្វើការចុច OK ទៅគឺបានដែរសួស្តីបងប្អូនអ្នកគ្នាបាទស្វាគមន៍មកកាន់ការទស្សនាជាមួយនឹងវីដេអូថ្មីបន្តទៀតនៅក្នុង Channel YouTube របស់ខ្ញុំ Create Money MMO បាទនៅក្នុងវីដេអូនេះគឺខ្ញុំសូមធ្វើការតបទៅ comment បងប្អូនយើងដែលគាត់បានធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំអញ្ចឹងខ្ញុំក៏ចាប់អារម្មណ៍ទាក់ទងមួយ comment នឹងមួយផងដែរទាក់ទងមួយ game នេះ game ផ្លែឈើណាបាទអញ្ចឹងចុចចូលមកក្នុង game ផ្លែឈើហ្នឹងមកបន្តមកទៀតបងប្អូនយើងនឹងឃើញ comment នៅខាងក្រោមនេះគឺមានបងប្អូនយើងគាត់បាន comment នៅក្នុងហ្នឹងអញ្ចឹងណាតាក់ទងជាមួយនឹង game ផ្លែឈើហ្នឹងអញ្ចឹងគាត់ចង់ឲ្យខ្ញុំប្រាប់ពីការដូរឬក៏លុបPayPal ចាស់ដែលគាត់មានបញ្ហាហ្នឹងណានេះអញ្ចឹងបងប្អូនយើងដែលគាត់មានបញ្ហាបែបនេះបាទដោយអ្វីដែលគាត់បានធ្វើការ comment សួរខ្ញុំហ្នឹងបងប្អូនយើងអាចមកមើលវីដេអូនេះបានបាទអញ្ចឹងនៅក្នុង comment ហ្នឹងគឺមានន័យថា PayPal របស់គាត់ហ្នឹងគឺជាប់បាទនៅក្នុង game ដកអត់ចេញអញ្ចឹងគាត់ចង់ឲ្យជួយប្រាប់ពីការដូរឲ្យចេញណាដូរឬក៏យើងលុបចេញបាទឬក៏យើងអាចបន្ថែម PayPal ថ្មីចូលមួយទៀតបានអញ្ចឹងណានេះអញ្ចឹងខ្ញុំនឹងធ្វើការទៅប្រាប់បងប្អូនយើងពីកន្លែងទៅនឹងឲ្យបងប្អូនយើងបានយល់ជ្រាបទាំងអស់គ្នាអញ្ចឹង game ផ្លែឈើហ្នឹងគឺយើងអាចថែមបានណាបើសិនជាករណីបងប្អូនយើង add ជាមួយនឹង PayPal ចាស់ហើយយើងដកទៅមានបញ្ហាឧទាហរណ៍ថា PayPal ចាស់ហ្នឹងវាខូចអ្វីមួយបាទឬក៏បងប្អូនយើងចង់ដូរចេញអីមួយគឺបងប្អូនយើងអាចដូរបានបាទអញ្ចឹងមកខាពេតទៅធ្វើការទស្សនាទាំងអស់គ្នាតតងជាមួយនឹងកន្លែងតែនឹងតែម្ដងប៉ុន្តែមុនទៅដល់នៃការទស្សនាខ្ញុំសូមឲ្យបងប្អូនយើងចុចលើប៊ូតុងដែលមានពាក្យថាជាវឬក៏ Subscribe ឲ្យបើកសញ្ញាកណ្ដឹងពាក្យថាទាំងអស់បែបនេះផងដើម្បីបាននៅវីដេអូថ្មីអាប់ដេតពីខ្ញុំមុនគេអូខេហ្នឹងឥឡូវតោះយើងទៅធ្វើការចូលមកក្នុង game ទាំងអស់គ្នាចូលមកក្នុង game ហ្នឹងមក game មួយហ្នឹងគឺនេះបាទគឺខ្ញុំហៅថា game ផ្លែឈើបាទចឹងចុចចូលមកក្នុង game ហ្នឹងហើយបងប្អូនយើងនឹងចាំមកផ្លែតបាទឈ្មោះ game គឺនៅខាង logo វាហ្នឹងឯងហ្នឹងហើយអូខេចាំផ្លែតទៅនេះបាទអូខេអញ្ចឹងមកដល់តម្រងនេះគឺខ្ញុំប្រាប់បងប្អូនយើងតិចកុំភ្លេចធ្វើការមក check in claim វាជាប្រចាំថ្ងៃនេះយើងopen ស្អីគេនេះ game នេះយើងមក check in វារាល់ថ្ងៃយើងលេងវារាល់ថ្ងៃទៅឥឡូវហ្នឹងអូខេអញ្ចឹងឥឡូវតើយើងធ្វើការមកដូរអញ្ចឹងបងប្អូនយើងអាចដូរបានចុចលើទៅនេះក៏បានចុចលើកន្លែងកន្លែងខញនេះក៏បានចុចនៅលើកន្លែងដុល្លារនេះក៏បានដែរអត់ពិបាកទេចុចចូលមកអញ្ចឹងបន្ទាប់មកខ្ញុំឧទាហរណ៍ថា PayPal បងប្អូនយើងនេះឧទាហរណ៍អ្នកនេះ PayPal បងប្អូនយើងនេះនេះគឺជា PayPal ចាស់ឧទាហរណ៍បាទនេះគឺជា PayPal ចាស់នេះ PayPal មួយនេះគឺជា PayPal ចាស់ខ្ញុំឧទាហរណ៍តាម comment បងប្អូនយើងដែលបាន comment នឹងបាញ់ណាអញ្ចឹងខ្ញុំនឹងធ្វើការប្រាប់បងប្អូនយើងពីការ add បន្ថែមឬក៏យើងធ្វើការបដូរវាណាអ្នកគ្នាអញ្ចឹងអានឹង PayPal របស់ខ្ញុំចាស់ឥឡូវបងប្អូនយើងចង់បាន PayPal ថ្មីបងប្អូនយើងចុចនៅលើកន្លែងកន្លែងPayPal ចាស់ហ្នឹងមកបាទចុចលើហ្នឹងមកនេះអញ្ចឹងទៅពេលដែលបងប្អូនចុចលើ PayPal ចាស់ហ្នឹងហើយគឺបងប្អូនយើងឃើញហើយនេះគឺរបស់ខ្ញុំគឺខ្ញុំបាន add ជាមួយនឹង PayPal 2ចូលបាទ PayPal 2ចូលចឹងអ្នកគ្នាអាច add មួយទៀតបញ្ចូលក៏បានដែរអ្នកគ្នាឧទាហរណ៍ថាខាងលើនេះគឺជា PayPal ចាស់បងប្អូនយើងបាទអញ្ចឹង PayPal ចាស់ហ្នឹងគឺខូចហើយខ្ញុំឧទាហរណ៍អញ្ចឹងណាខូចហើយអញ្ចឹងបងប្អូនចង់ add បញ្ចូលថ្មីបងប្អូនយើងអាច add បញ្ចូលថែមទៀតបាននេះចុចលើពាក្យថា add new account នេះចុចលើហ្នឹងមកអូខេបន្តមកទៀតបងប្អូនចុចនៅលើពាក្យថា PayPal មកនេះអញ្ចឹងបងប្អូនយើងធ្វើការបញ្ចូលមកតែនេះណាធ្វើការបញ្ចូល account ហ្នឹងគឺជា Gmail យើងនឹងឯងបាទនេះ account គេដាក់ថា account អញ្ចឹងយើងធ្វើការចុចចូលមកក្នុងតំណែងមកនេះអញ្ចឹងយើងអាចបាយបញ្ចូលបាននេះបាទយើងទៅ copy មក copy ឬក៏យើងទៅ save ឲ្យត្រូវណាគ្នាយើងទៅ save មក
តាមនឹងមកនេះតាម Gmail PayPal បងប្អូនយើងមកបាទតែត្រូវមកតាមមកទៀតធ្វើការចុច OK ទៅគឺបានដែរបាទចុច OK ទៅគឺបានដែរហ្នឹងណាហើយបន្ទាប់ពីបងប្អូនធ្វើការចុច OK នឹងហើយគឺបងប្អូនយើង complete ខ្ញុំសូមធ្វើការត្រឡប់មកវិញនេះទៅពេលដែលបងប្អូនធ្វើការចុច OK នឹងហើយគឺបងប្អូនយើងមកដល់ទម្រង់បែបនេះ complete រើសវាចេះរើសវាចុចលើសញ្ញាគ្រីខាងក្រោមនេះបាទយើងចុច PR យើងចុចដូរសញ្ញាគ្រីអូខេអ្នកគ្នាអញ្ចឹងបន្ទាប់ពីបងប្អូនយើងបង្កើតយើងហើយបង្កើត Gmail នឹងហើយអញ្ចឹងបងប្អូនយើងគ្រាន់ធ្វើការដូរសញ្ញាគ្រីពី PayPal ចាស់មកដាក់ PayPal ថ្មីមួយនេះចុចលើសញ្ញាគ្រីថ្មីនេះមកបាទអញ្ចឹងបន្ទាប់មកវាលោតចូលក្នុងកន្លោនេះវាលោតមកខាងលើនេះហើយចុះបងឃើញលោតមកនេះបាទលោតវាលោតដូរបាទវាលោតដូរពី PayPal ចាស់មកចូល PayPal ថ្មីដែលយើងបាន add មិញហ្នឹងហើយតែប៉ុណ្្នឹងឯងអ្នកគ្នាតើតើមួយកន្លែងមានបញ្ហាហ្នឹងណាបាទអញ្ចឹងបងប្អូនយើងមុននឹងដកលុយកុំភ្លេចធ្វើការមើលទៅនឹងផងបាទក្រែងលោវាលោតចូលទៅក្នុង PayPal ចាស់តែយើងមានបញ្ហាហ្នឹងឯងអញ្ចឹងកុំភ្លេចមកមើលទៅនឹងផងម៉ាស៊ីនជាច្រឡំដៃចេតនាតន័យមួយអញ្ចឹងពេលដែលមុននឹងបងប្អូនយើងដកបងប្អូនយើងមើល PayPal សិនណាបាទអញ្ចឹងតែហ្នឹងគឺយើងអាច add បានបន្ថែមណាគ្នាខ្ញុំមិនដឹងថា add បានប្រមាណទេប៉ុន្តែបងប្អូនយើងអាចមើលជាក់ស្ដែងទៅធ្វើការអនុវត្តជាក់ស្ដែងទៅបាទហ្នឹងហើយអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនចំពោះការតាមដានក៏ដូចជា comment នៅខាងក្រោមវីដេអូអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអរគុណច្រើនជម្រាបលា